តើនៅពេលដែលយើងបង្កើត page ថ្មីគួរតែបង្កើត page ឲ្យប៉ុន្មានថ្ងៃទើបយើងយកទៅ boost ទៅដំណើរការល្អឬក៏ boost ទៅមានប្រសិទ្ធភាពបាទខ្ញុំសល់សំណួរពីគ្នាយើងច្រើនព្រោះដោយសារតែខ្ញុំខានធ្វើវីដេអូសឹងតែថាមួយរយៈធំបើគិតទៅចូល6-7 ខែខ្ញុំអត់បានធ្វើវីដេអូចែកម្លែកទាក់ទងជាមួយនឹងបញ្ហាការបួសនេះច្រើនមែនតើអញ្ចឹងថ្ងៃនេះខ្ញុំមាន3សំណួរដែលសល់ពីគ្នាយើងតែងតែឆាតសួរនាំខ្ញុំក៏ដូចជា comment ទី1គឺសួរថាបង្កើត page ហើយបង្កើតប៉ុន្មានថ្ងៃទើបយើងយកទៅ boost ទៅដំណើរការល្អឬក៏ boost អត់បញ្ហាអត់មានជាការខូចឬក៏មានបញ្ហាផ្សេងអានឹងសំណួរទី1សំណួរទី2បង្កើត account Facebook ប៉ុន្មានថ្ងៃទើបយើងអាចយកទៅ boost បានហើយ boost ទៅដំណើរការល្អដូចគ្នាហើយទី3បង្កើត account fake នឹង boost ដំណើរការល្អដែរឬក៏អត់បាទអញ្ចឹងថ្ងៃនេះខ្ញុំលើក3សំណួរនេះមកនិយាយសិនចែកម្លែកទៅកាន់បងប្អូនបកស្រាយតាមសំណួរនីមួយៗបាទឥឡូវយើងបកស្រាយសំណួរទី1បង្កើត page ថ្មីឧទាហរណ៍ថាយើងចាប់ផ្ដើមលក់ផលិតផលដំណាក់កាលដំបូងតើគួរបង្កើត page នឹងប៉ុន្មានថ្ងៃទើបយើងយកទៅ boost ដើម្បីលក់ផលិតផលរបស់យើងបាទជាទូទៅពីដំបូងឡើយខ្ញុំតែងតែលើកទឹកចិត្តក៏ដូចជា recommend ទៅកាន់គ្នាយើងឲ្យបង្កើត page ខ្លួនឯងដែលជា page personal របស់យើងព្យាយាម build ពីចំណុច0ទៅសន្សំអតិថិជនពី1 2 3រហូតដល់មានអតិថិជនច្រើនដោយខ្លួនឯងមិនចាំបាច់ទិញគេទេយើងមិនចាំបាច់យកចំណាយលុយ$50-$60 $100 $200ទៅទិញ page ដែលមាន follow ច្រើនមកទេគឺវាអត់មានប្រយោជន៍ទេហេតុអីដោយសារតែ follow ទាំងអស់ហ្នឹងវាមិនមែនជាអតិថិជនគោលដៅរបស់យើងទេខ្ញុំឧទាហរណ៍ថាអ្នកនរគ្នាទៅទិញ page គេមក 100k តើមាន 100k ហ្នឹងមានប៉ុន្មានអ្នកដែលអ្នក follow នៅក្នុង page របស់យើងនេះជាមនុស្សពិតប្រាកដបាទអញ្ចឹងភាគច្រើនគឺអាចនិយាយថាគេចាក់ follow ហើយចុះបើគេអត់ចាក់តើ 100k ហ្នឹងប្រហែលអ្នកបាទប្រហែលភាគរយយ៉ាងច្រើន 10-20% មែនទេបាទអញ្ចឹងយើងទិញមកអតិថិជនទាំងអស់ហ្នឹងឬក៏អ្នកដែល follow យើងហ្នឹងគឺមិនមែនអតិថិជនគោលដៅទេបាទត្រឡប់មកមើលរឿងយើងវិញបង្កើត page ប្រហែលថ្ងៃទើបយើងអាច boost បានយកទៅ boost បានបាទជាបទពិសោធន៍របស់ខ្ញុំពីមុនខ្ញុំតែងតែចែកម្លែកទៅកាន់គ្នាយើងថាគួរតែបង្កើតរយៈពេល1អាទិត្យ1សប្តាហ៍ឬក៏កន្លះខែអីចឹងបាទប៉ុន្តែនៅពេលថ្មីមកទៀតនេះរឿងខ្លះផលិតផលមួយចំនួនគឺត្រូវការប្រញាប់បង្កើតភ្លាមយកទៅ boost ភ្លាមភាគច្រើនខ្ញុំបង្កើតគ្រប់24ម៉ោង24ម៉ោងគឺខ្ញុំអាចយកទៅ boost លក់ផលិតផលបានប៉ុន្តែការលក់ដំបូង boost ដំបូងវាថាអាចនិយាយបានថាមានប្រសិទ្ធភាពភ្ញៀវឆាតមកក៏ប៉ុន្តែអាចនឹងភ្ញៀវមិនទាន់ទិញដោយសារកត្តាហេតុផលមិនទាន់មានទំនុកចិត្តហេតុអីដោយសារ page ដែលយើងទើបតែបង្កើតមកសឹមមិញយើងយកមក boost លក់ថ្ងៃហ្នឹងចឹងទិន្នន័យរបស់យើងគឺតិចអូសឆាប់ផុតហើយមានសូថ្ងៃទីនៅលើ poster របស់យើងនីមួយគេឃើញយើងទើបតែ upload ថ្មីក្តៅគេអាចនឹងគិតច្រើនមុននឹងទិញផលិតផលរបស់យើងបាទបើសិនបើយើងអត់បានចេញមុខជាសាធារណៈទៀតឬក៏ការនិយាយស្ដីរបស់យើងមើលទៅមិនសូវជាទុកចិត្តទៀតអាហ្នឹង 100% ហើយគឺគាត់មិនទាន់ទិញទេបាទអញ្ចឹងពីខ្ញុំទៅបង្កើត24ម៉ោងក៏អ្នកទាំងអស់គ្នាអាចយកទៅប៊ូបានដែរបាទប៉ុន្តែសំខាន់គឺរៀបចំធ្វើម៉េចឲ្យស្តង់ដារទៅបាទ page រៀបចំស្តង់ដារដើម្បីលក់ផលិតផលនៅវីដេអូមុនខ្ញុំបានបង្ហាញហើយខ្ញុំអត់ចាំបាច់ឲ្យត្រូវបង្ហាញទៀតទេព្រោះបង្ហាញទៀតកាន់តែវែងឆ្ងាយអញ្ចឹង24ម៉ោងអាចប៊ូបានហើយបាទយើងបង្កើតឲ្យភ្លាមអញ្ចឹងយើងកុំតន់ធ្វើអីគ្រាន់តែរៀបចំទៅបានហើយកុំតន់ទៅ share ចេញទៅណាវែងឆ្ងាយបាទដាក់ profile ហើយរៀបចំមកល្មមទៅទុកសិនចាំស្អែករៀបចំទៅដាក់វីដេអូដាក់អីចូលយើងអាច book បានបាទទី2បង្កើត account Facebook ប៉ុន្មានថ្ងៃឬក៏ account Facebook មានអាយុប៉ុន្មានទើប book ទៅល្អកន្លងមកយើងតែងតែគិតថា account ចាស់ account ដែលយើងធ្លាប់ប្រើយូរឆ្នាំកន្លងមក Facebook អាចនឹងគិតថាជា account របស់យើងរឹងមាំអាចថាយើង book មានប្រសិទ្ធភាពជាងមែនតើយើងគិតបែបហ្នឹងក៏ជារឿងមួយដែរប៉ុន្តែបច្ចុប្បន្នអាចនិយាយបានថា Facebook ផ្ដល់អត្ថប្រយោជន៍ស្មើគ្នា Facebook អត់អាចផ្ដល់អត្ថប្រយោជន៍ទៅលើអ្នកមុនខ្លាំងជាងអ្នកក្រោយទេពីព្រោះឱកាសនៃការរកស៊ីមានដូចគ្នា
ឱកាសនៃការប៊ូសគឺទាំងអ្នកមុនទាំងអ្នកថ្មីគឺដូចគ្នាអញ្ចឹងបង្កើតប្រហែលថ្ងៃបើជាយោបល់ពីខ្ញុំទៅគួរតែអាយុចាប់ពី3ថ្ងៃឡើងទៅល្អបាទអាចយកទៅប៊ូសបានហើយឬក៏បើអាចទៀតយើងបង្កើតទុកទៅ5-10ថ្ងៃមួយខែ2ខែអញ្ចឹងក៏វាល្អដែរអាចនិយាយបានថាវាមាំតែមិនមែន account ណាដែលយើងបង្កើតឲ្យយើងទុកចោលសុទ្ធទេណាយើងព្យាយាម auto scroll មើលវីដេអូគេផងឬក៏ផុសរូបភាពណាមួយដែលយើងមើលទៅតំណងយើងផុសចោលនៅក្នុង account ហ្នឹងទៅយើងកុំបង្កើតឲ្យយើងទុកចោលបាទបង្កើតឲ្យទៅ scroll មើលគេផងអញ្ចឹងណាបាទអញ្ចឹងសំណួរដែលគ្នាយើងសួរថាបង្កើត account ប្រហែលថ្ងៃទើបយើងយកទៅ boost ទៅល្អដំណើរការល្អឬក៏មិនសូវជាមានបញ្ហាខូច account ខូចអីហ្នឹងគឺគួរតែចាប់ពី3ថ្ងៃឡើងទៅល្អហើយល្អជាងនឹងទៀតយើងជាអ្នកលក់ online boost នឹងទៀតយើងគួរតែបង្កើត account ត្រៀមទុកពីព្រោះអត់ច្បាស់ទេជួនកាល disable account ខូចទៅយើងជួសជុលអត់ចេញយើងមាន account ត្រៀមស្រាប់ហើយសម្រាប់ទី3តើការដែលយើងបង្កើត account fake ដែលមិនមែនជា account របស់យើងណាកន្លងមកយើងតែងនិយាយថាបង្កើត account យើង Facebook ទទួលស្គាល់ថាជាយើងពិតប្រាកដឥឡូវឧទាហរណ៍ថាខ្ញុំមានឈ្មោះអីឧទាហរណ៍ថាសាវសានអញ្ចឹងខ្ញុំបង្កើត account real name របស់ខ្ញុំមួយហើយខ្ញុំយកទៅ book page ជាមួយនឹង account fake ដំណើរការយ៉ាងណាដែរបាទអញ្ចឹងមានគ្នាយើងសួរថា account ស៊ីនរបស់គាត់ដែលជា account ឈ្មោះ real របស់គាត់ពិតប្រាកដហ្នឹងខូចបាត់ហើយ boost អត់កើតទេ disable account បាត់ហើយអញ្ចឹងគាត់ចង់បង្កើត account fake ដែលជា account ខ្មោចអីអញ្ចឹងគាត់អាចយកទៅ boost បានដែរឬក៏អត់ហើយដំណើរការល្អឬក៏អត់ឬមួយក៏ខ្លាយតា boost ទៅខាត់លុយនិយាយមែនតើទៅដូចខ្ញុំខ្លួនឯងផ្ទាល់មិនមែនខ្ញុំមាន account real របស់ខ្ញុំ boost ទេព្រោះ account ខ្ញុំពិតប្រាកដ real របស់ខ្ញុំពិតប្រាកដហ្នឹងខូចដូចជាតាំងពីឆ្នាំ2019សម័យកាល COVID បាទកាលហ្នឹងដូចជា boost តាក់ទងជាមួយនឹងរឿង COVID ហ្នឹងក៏មានបញ្ហាតាំងពីនោះមកដល់ស្រាអត់ចេញទេអញ្ចឹងបច្ចុប្បន្នខ្ញុំ boost លក់ផលិតផលរាល់ថ្ងៃខ្ញុំ boost account fake ទេ boost account fake account ដែលបង្កើតត្រៀមទុកជួនកាលត្រូវការប្រញាប់មែនតែនទៅបង្កើតតែ3ថ្ងៃបាទ4ថ្ងៃឬក៏មួយអាទិត្យយកទៅ boost ហើយបើប្រញាប់មែនតែនជួនកាល24ម៉ោងក៏ខ្ញុំធ្លាប់ដែរaccount ខ្លះមានបញ្ហាទៅ account ខ្លះយើងបង្កើតភ្លាម boost ភ្លាមអញ្ចឹងទៅវាដើរធម្មតាទៅអញ្ចឹងបើចម្លើយទៅ account fake ក៏យើងអាចយកទៅ boost បានដែរការដំណើរការដើរល្អឬក៏អត់គឺដើរដូចគេដូចឯងអញ្ចឹងព្រោះដូចនិយាយធៀបទៅនឹងរឿងទី2អញ្ចឹងថា Facebook គឺផ្ដល់អាទិភាពសុទ្ធស្មើគ្នាអ្នកណាចង់ book អ្នកណាចង់លក់ផលិតផលអីលក់តែគឺ Facebook នឹងជួយរកអតិថិជនគោលដៅឲ្យយើងជាងមិនមែនត្រូវតែaccount Facebook real ពិតប្រាកដទៅយើង book ដំណើរការល្អទេមិនថាអ្នកនរគ្នាបង្កើតដាក់រូបកូនដាក់រូបចំការឬក៏រូបអីផ្សេងសត្វអីមួយចំនួនក៏ Facebook នៅតែដំណើរការធម្មតាអញ្ចឹង3ចំណុចនេះគឺអ្នកនរគ្នាអាចពិចារណាមើលតាមនឹងពិសេសអ្នកដែលធ្លាប់សួរខ្ញុំកន្លងមកគឺគាត់អាចមើលវីដេអូនេះបានអញ្ចឹងពីនេះទៅបើអ្នកទាំងអស់គ្នាមានបញ្ហាអីឆ្ងល់អីគឺអាចសួរនាំក៏ដូចជា comment ឬក៏ឆាតចូល Telegram ខ្ញុំបានសួរនាំពីបញ្ហាដែលអ្នកទាំងអស់គ្នាឆ្ងល់គឺខ្ញុំនឹងព្យាយាមធ្វើវីដេអូបកស្រាយទៅកាន់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe ក៏ដូចជារូបកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗអំពីការចែករំលែករបស់ខ្ញុំទាក់ទងជាមួយនឹង social media ពិសេសគឺការប៊ូស